លែកបទពិសោធន៍នេះបាទឥឡូវយើងបន្តទៅគូជាបន្តទៀតបាទសៀសែនជ័យបារមីដែលជះជាមួយនឹងមហាខ្លាក្រហមទឹកប្តីគឺជាឯកគ្នាឈ្នះម្នាក់មួយជើងប៉ុន្តែឥឡូវយើងបន្តទៅគូមួយទៀតបាទគូទី24បាទជ្រៃសែនជ្រៃបាទសែនឆាយវាសនាមានជ័យបារមីបឹងក្រុមខ្សែទឹកខាងក្រៅការបញ្ជើងទី1បាទមិនទទួលបានជ័យជំនះទេឥឡូវបដូរមកខ្សែទឹកខាងក្នុងបាទគណៈដែលអន្តរាជបាទដែលជះវត្តមាត់ក្រសាសគឺទទួលបានជ័យជំនះការពិស័យទឹកខាងក្នុងឥឡូវត្រឡប់ខ្សែទឹកគ្នាតើលទ្ធផលវាអាចត្រឡប់ទៅដូចអ្វីដែលគណៈកម្មការបច្ចេកទេសបានតម្រូវអត់យើងរងចាំមើលនេះបាទរូបភាពបានផ្ដល់មកបាទតាមការបាទផ្សាយផ្ទាល់នឹងការផ្ដិតយករូបភាពពីក្រុមការងារបាទយើងឃើញថាចំណុះទុកទាំងពីរចាក់ស្មើគ្នាល្អណាស់ចុងចង្វាបាទធ្វើឲ្យលបឿននឹងបោះបាទគេហៅថាកតុយនៅលើផ្ទៃទឹកក៏លាស់បាទតែបើកលាស់ខ្លាំងពេកយឺតវិញលោកគ្រូបាទន័យថាទូកវានៅទឹកជ្រៅបាទមើលទៅអត់ឃើញកែមទូកទេណាអត់ឃើញទេបាទឃើញទេស្មើនឹងផ្ទៃទឹកហ្មងបាទបច្ចេកទេសនឹងគឺមិនធម្មតាសម្រាប់ជីដូនជីតាជាងជំនាញរបស់ប្រជាជនខ្មែរយើងគឺបកកែសង់មែនទែនបាទបកកែធ្វើបកកែផលិតទូកនឹងខ្ញុំកោតសរសើរហើយកោតសរសើរទៀតបាទសម្រាប់បច្ចេកទេសនៃការសាងសង់ទូកវែងនេះបាទបាទឥឡូវយើងបន្តបាទមើលពីបាទលបឿនរបស់គាត់វិញបាទយ៉ាងម៉េចដែរសម្រាប់ប្រហែលគ្នាទៀតតរាជបាទដែលជះវត្តមាត់កសាសខ្សែទឹកខាងក្រៅនៅតែល្អចឹងបាទនាំមុខប៉ុន្តែឥឡូវខាងក្នុងដកអីបាទជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមដកហើយជើងទី1គាត់បងចាញ់តែដកនេះអាចតោងមកជាប់បាទតែវាមិនអាចដកទៅឆ្ងាយទេហើយក្រៅនៅតែឆ្ងាយណាស់បាទក្រៅនៅតែលឿនបាទវត្តមាត់កសាសបាទខ្សែទឹកក្រៅបាទខ្សែទឹកក្រៅវត្តមាត់កសាសវត្តមាត់កសាសនៅតែធ្វើបានល្អអញ្ចឹងនៅតែធ្វើបានល្អជាប់ឬមិនជាប់តោងជាប់បាទតោងជាប់បាទគាត់តោងជាប់ណាជាប់បាទគ្រាន់តែបាទទេសម្រាប់មួយវត្តកសាសបាទ